សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំធ្វើ smell fish នឹងយកមក deep fry ជ្រលក់ម្សៅបំពងចឹងទៅហើយយកវាបំពងរបស់ខ្ញុំបានប្រហែល2ផោនខ្ញុំទិញគេទេមិនបានទៅដួសទេហើយខ្ញុំបន្តបំពងវាតអស់ចឹងទៅហើយបានខ្ញុំចាប់ផ្ដើមធ្វើទឹកជ្រលក់ហ្នឹងខ្ញុំមានទឹកអំបិលទុំហ្នឹងខ្ញុំដាក់អំបិលបន្តិចស្ករបន្តិចទៅហើយដាក់ម្ទេសខ្ទឹមក្រហមអញ្ចឹងទៅដូចការធ្វើអញ្ចឹងណាហើយយកមកមានជីសាឡាត់មានបាយសមានស្ដៅហើយនឹងតសក់បន្លែយើងចូលចិត្តណាហើយខ្ញុំមានអីខ្ញុំញ៉ាំនឹងហើយនៅក្រោយផ្ទះខ្ញុំជាពិសេសជីកាមនេះណាដុះល្អណាស់ក្រោយផ្ទះខែហ្នឹងខែក្តៅហើយទាំងអស់គ្នាមកញ៉ាំជាមួយខ្ញុំណាខ្ញុំមានជាពិសេសនោះស្ដៅអើយនិយាយពីលវីងឆ្ងាញ់ជាប់មាត់ហ្មងណាដបងកោះមួយសិនខែក្តៅណូញ៉ាំឲ្យត្រជាក់ហើយខ្ញុំមានសាឡាត់បន្តិចទៅដាក់ត្រីនឹងមកផ្ទាប់ជាមួយនឹងតែបដោបន្តិចជីបន្តិចស្ដៅបន្តិចទៅហើយនឹងជីហើយដេបញ៉ាំឆ្ងាញ់